ជំរាបសួរលោកគ្រូនៅអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីការ record user management ដែលនៅក្នុងការបង្កើត user ថ្មីអញ្ចឹងដើម្បីបង្កើត user ថ្មីជាដំបូងយើងត្រូវដឹងថាយើងឈរនៅលើ user ណាសិនអញ្ចឹងខ្ញុំឲ្យ comment who am I អញ្ចឹងយើងឈរនៅលើ directory home តែមានជា user ដើមរបស់យើងបន្តមកទៀតយើងធ្វើការបង្កើត user ថ្មីអញ្ចឹងដើម្បីបង្កើត user ថ្មីយើងវាយ sudo user add /bin/bus ហើយនឹងឈ្មោះរបស់ user ថ្មីដែលយើងចង់ដាក់អញ្ចឹងយើងដាក់ឈ្មោះថាសីហាទេអញ្ចឹងយើងបង្កើត user ថ្មីហើយបន្តមកទៀតយើងធ្វើការដាក់ password ឲ្យ user ថ្មីអញ្ចឹងដើម្បីដាក់ password យើងវាយ sudo passwd ហើយនឹងឈ្មោះ user ថ្មីដែលយើងចង់ដាក់ password ឲ្យអញ្ចឹងដាក់ password អីក៏បានដែរខ្ញុំដាក់1 2 3អញ្ចឹងយើងដាក់ password បានជោគជ័យហើយតមកទៀតយើងធ្វើការ switch ពី user ចាស់របស់យើងទៅ user ថ្មីអញ្ចឹងយើងវាយ su សីហា password user ថ្មីអញ្ចឹងឥឡូវយើងឈរនៅលើ user ថ្មីអី pwd ហើយតមកយើងវាយ cd ដើម្បីចូលទៅកាន់ user ថ្មីរបស់យើងអញ្ចឹងឥឡូវខ្ញុំឈរនៅលើ user ថ្មីអីអញ្ចឹងខ្ញុំវាយ who am I ដើម្បីដឹងថាយើងឈរនៅលើ user ថ្មីមែនឬក៏អត់បាទអញ្ចឹងយើងឈរនៅលើ user ថ្មីតមកទៀតយើងធ្វើការបង្កើតនៅ folder មួយនៅក្នុង user ថ្មីហ្នឹងអញ្ចឹងដើម្បីបង្កើត folder យើងវាយ mkdir ហើយ folder ថ្មីដាក់ hr ចុះអញ្ចឹងនេះជា folder ថ្មីដែលបានបង្កើតមិញហើយបន្តមកទៀតយើងចេញទៅ user ដើមវិញយើងចេញពី user ថ្មីទៅ user ដើមយើងចុចតាexit ទៅដោយសារតែយើងប្រើ ASH អញ្ចឹងចុច exit ទៅវាត្រឡប់មក user ដើមវិញហើយ who am I អញ្ចឹងឥឡូវយើងកំពុងស្ថិតនៅ user ដើមអញ្ចឹងដើម្បីដឹងថាយើងអាចបង្កើត user មែនឬក៏អត់យើងវាយបានមួយ cat/etc/passwd បាទនេះ user ថ្មីរបស់យើងសីហាដែលយើងបានបង្កើតមិញបាទសូមអរគុណ